កាន់តែសិក្សាអំពីចក្រវាឡយើងកាន់តែមានអារម្មណ៍ថាផែនដីយើងត្រូវបានគេដាក់នៅទីនេះដោយចេតនាវត្តមាននៃផែនដីនៅក្នុងចក្រវាឡគឺពិតជាល្អឥតខ្ចោះតែម្ដងវាមិនដូចជាភពមួយដែលកើតដោយចៃដន្យនោះទេប៉ុន្តែផ្ទុយទៅវិញវាដូចជាអាងចិញ្ចឹមត្រីដែលត្រូវបានរៀបចំយ៉ាងល្អិតល្អន់ហើយមនុស្សយើងគឺជាត្រីដែលរស់នៅក្នុងអាងចិញ្ចឹមត្រីនោះគំនិតដ៏គួរឲ្យគិតនិងគួរឲ្យញាក់សាច់នោះគឺសមត្ថកម្មសួនសត្វដ៏ល្បីល្បាញ The Zoo Hypothesis ដំបូងចូលយើងពិនិត្យមើលទីតាំងរបស់ផែនដីនៅក្នុងចក្រវាឡចម្ងាយពីផែនដីទៅព្រះអាទិត្យគឺសម្អិតខ្ចោះមិនក្តៅពេកនិងមិនត្រជាក់ពេកប៉ុន្តែរឿងដែលគួរឲ្យងឿងឆ្ងល់បំផុតគឺព្រះច័ន្ទរបស់យើងដើរតួជាផ្កាយរណបទំហំនិងកន្លងរបស់វាមានភាពច្បាស់លាស់ណាស់ដែលវាមិនដូចជារូបកាយ Celestial ធម្មជាតិនោះទេបើគ្មានព្រះច័ន្ទទេលំយល់របស់ផែនដីអាចលើសពី60ដឺក្រេអាកាសធាតុរបស់ផែនដីនឹងប្រែប្រួលខ្លាំងរវាងចំណុចប៉ូលជីវិតនឹងស្ទើរតែគ្មានបរិស្ថានវិវត្តដោយស្ថិរភាពតើការរៀបចំដ៏ស្មុគស្មាញនេះអាចជារឿងចៃដន្យរបស់ចក្រវាឡទេទោះជាយ៉ាងណាក៏ដោយទាំងនេះគ្រាន់តែជារឿងចៃដន្យនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងប៉ុណ្ណោះនៅពេលដែលយើងមើលទៅក្នុងចក្រវាឡដ៏ធំទូលាយអាចកំបាំងដ៏ធំមួយបានលេចចេញមកហេតុអ្វីបានជាចក្រវាឡស្ងប់ស្ងាត់ម្ល៉េះនៅក្នុងកាឡាក់ស៊ី Milky Way មានផ្កាយរាប់រយពាន់លានហើយអាយុកាលនៃចក្រវាឡគឺ13,800 លានឆ្នាំរយៈពេលដ៏យូរបែបនេះគឺគ្រប់គ្រាន់សម្រាប់អរិយធម៌ឆ្លាតវៃដើម្បីរីករាលដាលពាសពេញកាឡាក់ស៊ីប្រសិនបើយើងគណនា probability ចក្រវាឡគួរតែពោពេញទៅដោយសញ្ញាពីអរិយធម៌ផ្សេងគ្នាប៉ុន្តែយើងមិនឃើញអ្វីទាំងអស់ភាពស្ងប់ស្ងាត់ដែលមិនអាចពន្យល់បាននេះគឺជា paradox Fermi paradox ដ៏ល្បីល្បាញនិងផែនដីគឺជាសមិទ្ធកម្មសួនសត្វ The Zoo Hypothesis បានផ្ដល់ចម្លើយដ៏គួរឲ្យភ័យខ្លាចមួយពួកគេនៅទីនោះគ្រាន់តែមិនចង់រំខានយើងសមិទ្ធកម្មនេះបង្ហាញថាផែនដីអាចជាតំបន់អភិរក្សធម្មជាតិរបស់ចក្រវាឡដែលបង្កើតឡើងដោយអរិយធម៌ជាន់ខ្ពស់ហើយមនុស្សគឺជាវត្ថុនៃការសង្កេតនៅក្នុងតំបន់អភិរក្សនេះដូចគ្នានឹងរបៀបដែលយើងបង្កើតតំបន់អភិរក្សធម្មជាតិដើម្បីសង្កេតមើលសត្វព្រៃដោយព្យាយាមជៀសវាងការជ្រៀតជ្រែកជាមួយជីវិតធម្មជាតិរបស់ពួកវាប្រហែលជាវាមិនត្រូវបានបង្កើតឡើងដោយធម្មជាតិទាល់តែសោះប៉ុន្តែវាជាព្រំដែនសង្កេតដែលពួកគេបង្កើតឡើងអាចការពារយើងពីការជ្រៀតជ្រែកពីខាងក្រៅនិងការពារយើងពីការតាក់ទងជាមួយអរិយធម៌ផ្សេងទៀតនៅក្នុងចក្រវាឡសមិទ្ធកម្មនេះអាចពន្យល់ពីមូលហេតុដែលយើងមិនបានរកឃើញភស្តុតាងដោយផ្ទាល់នៃវត្តមានអរិយធម៌ក្រៅភពប្រហែលជាវាមិនមែនមិនមានអរិយធម៌ក្រៅភពនោះទេប៉ុន្តែពួកគេកំពុងធ្វើតាមក្រមសីលធម៌អន្តរតារាណាមួយដោយចេតនាជៀសវាងការតាក់ទងជាមួយអរិយធម៌ដែលមិនទាន់ជឿនលឿនដូចជាអ្នកជំនាញខាងនវិជ្ជានៅពេលសិក្សាអំពីកុលសម្ព័ន្ធបុព្វកាលនិងអនុវត្តតាមច្បាប់សីលធម៌យ៉ាងតឹងរ៉ឹងដោយព្យាយាមមិនជ្រៀតជ្រែកជាមួយការអភិវឌ្ឍវប្បធម៌របស់ប្រធានបទស្រាវជ្រាវអរិយធម៌ជឿនលឿនជាងនេះក៏អាចធ្វើតាមច្បាប់ស្រដៀងគ្នានេះដែរដោយផ្ដល់ពេលវេលានិងលំហគ្រប់គ្រាន់ដល់អរិយធម៌មនុស្សឲ្យយើងវិវត្តដោយធម្មជាតិដូច្នេះតើសមិទ្ធកម្មនេះមានន័យយ៉ាងណាចំពោះយើងជាមនុស្សវាបានផ្លាស់ប្ដូរទីតាំងរបស់យើងទាំងស្រុងនៅក្នុងចក្រវាឡយើងមិនមែនជាចំណុចកណ្ដាលនៃចក្រវាឡទេហើយយើងក៏មិនមែនជាអ្នកឯកក៏ដែរយើងអាចជាវត្ថុមួយដែលត្រូវបានសង្កេតនិងសិក្សារាល់ជំហានទៅមុខនិងរាល់សង្គ្រាមនៃអរិយធម៌របស់មនុស្សលោកយើងអាចត្រូវបានកត់ត្រានៅក្នុងកំណត់ត្រារបស់អ្នកសង្កេតការណ៍ណាមួយប្រហែលជាខណៈពេលដែលយើងគិតថាយើងមានសេរីភាពក្នុងការរុករកចក្រវាឡតែតាមពិតយើងត្រូវបានចាក់សោនៅក្នុងទ្រុងថ្លាដ៏ធំតាំងពីយូរមកហើយទោះបីជារឿងទាំងអស់នេះស្ដាប់ទៅដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្រក៏ដោយសមិទ្ធកម្មសួនសត្វគឺជាសមិទ្ធកម្មដែលដាក់ចេញដោយអ្នកវិទ្យាសាស្ត្រដើម្បីពន្យល់ពីភាពស្ងប់ស្ងាត់នៃចក្រវាឡប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍មិនស្រួលគឺការបង្កប់នៃនៅពីក្រោយសមិទ្ធកម្មនេះប្រសិនបើរឿងទាំងអស់នេះជាការពិតនោះយើងមិនមែនជាអ្នកសង្កេតការណ៍នៃចក្រវាឡនេះទេប៉ុន្តែជាផ្នែកមួយនៃការពិសោធន៍ប្រហែលជាពួកគេកំពុងលាក់ខ្លួននៅពីក្រោយផ្កាយដោយសម្លឹងមើលមកយើង